ស្ដីប្រិយមិត្តអ្នកស្ដាប់ថ្ងៃនេះadmin មានរឿងគុណខ្មោចពោជ្រៃនៅភូមិជនបទដាច់ស្រយាលមួយមានកំឡុងម្នាក់ឈ្មោះស៊ីមគាត់បានលងស្នេហ៍ជាមួយនឹងក្រមុំម្នាក់ឈ្មោះឌូនៅឯចំពោះកំឡុងស្រែម្នាក់នោះតែងតែទៅរកក្រមុំឌូជានិច្ចមិនថាពេលយប់គឺពេលថ្ងៃទេឲ្យតែនឹកចង់ទៅគេភ្លាមយប់មួយជាយប់ថ្ងៃទី15កើតដែលចាស់បុរាណតែងនិយាយតៗគ្នាថាយប់លេងខ្មោចប៉ុន្តែទោះជារឿងខ្មោចលេងព្រាយអីក៏ដោយក៏កំឡោះស៊ីមមិនចាប់អារម្មណ៍ដែររឿងដែលគេចាប់អារម្មណ៍គឺជានាងឌួងសង្សារមនោចិត្តស្រស់ស្អាតតែម្នាក់គត់យប់នោះក្រោយពីងូតទឹកនិងញ៉ាំបាយរួចហើយនេះកំឡោះស៊ីមរៀបចំខ្លួនចេញដោយក្តីរំភើបថានឹងបានជួបនាងក្នុងរាត្រីខែភ្លឺដ៏ត្រកាលនេះជាមិនខានមុនពេលធ្វើដំណើរស៊ីមបានយកអាវុធទៅតាមរបៀបអ្នកធ្វើស្រែចម្ការទៅជាប់ខ្លួនផងដែរដួងច័ន្ទពណ៌ស្លាទុំកំពុងចាក់គ្រឿងនៅលើចុងឈើចែងចាំងពន្លឺគ្រប់ដណ្ដប់នៃផ្ទៃដីស្រែដែលទើបនឹងជ្រកាត់រួចថ្មីនៅសល់តែគល់កញ្ច្រាំងមើលទៅឃើញរៀបស្មើដូចកម្រាបរំនាយស៊ីមដើរស្ទប់ស្ទង់តាមផ្លូវរទេះកាត់ពីស្រែដៃម្ខាងកាន់ខ្វែវដៃខាងស្ដាំជក់បារីចោពន្លឺក្រហមព្រៀងផ្សែងអុយពុយយ៉ាងមានក្រីសុខដើរទៅបានពាក់កណ្ដាលផ្លូវគេអាចនឹងឃើញដំបូលផ្ទះរបស់នាងក្រមុំឌួងស្ទុំដោយសារតែពន្លឺព្រះច័ន្ទភ្លាមនោះស្រាប់តែសំឡេងឆ្កែលូតដោយគ្មានហេតុផលសំឡេងឆ្កែមិនមែនចេញពីក្នុងភូមិទេប៉ុន្តែជាសំឡេងលូនៅកណ្ដាលវិស្រែទៅវិញនេះស៊ីមខំប្រឹងងាករកតាមសំឡេងនោះតែមិនឃើញលូរៀងរបស់ឆ្កែសោះគេគិតនៅក្នុងចិត្តតែម្នាក់ឯងថាកណ្ដាលវាលស្រែគ្មានផ្ទះមួយខ្នងផងឆ្កែនឹងវាមកពីណាប្រសិនបើអ្នកខ្លះវិញប្រហែលជាត្រូវព្រឹងរោមបះសក់ព្រាតទៅហើយព្រោះតែតែងតែគេនិយាយថាឆ្កែលូព្រោះតែវាឃើញខ្មោចប៉ុន្តែនេះជានេះស៊ីមគេជាកំឡោះមិនមែនចេះតែខ្លាចមនុស្សឬព្រីបិសាចអីទេជើងពីររបស់គេនៅតែបន្តបោះជំហានទៅជារឿយទៅមិនប៉ុន្មានទៀតទេនឹងដល់ផ្ទះនាងឌួងហើយឆ្កែចង់លូឲ្យកវាលូសាច់តែវាទៅដើរទៅទៀតមិនទាន់បានប្រមាណជំហានផងនេះស៊ីមក៏បានឃើញរៀងស្ទង់របស់នរណាម្នាក់អង្គុយបែរខ្នងនៅលើនឹងកក់ឈើក្បែរផ្លូវរទេះនេះទាញដាវចេញពីស្រោមយ៉ាងរហ័សតាមសញ្ជាតិញៀនក្នុងការប្រយ័ត្នខ្លួនដោយគិតក្នុងចិត្តថានរណាគេមកអង្គុយហាខ្យល់ហាសំទុកសនាដួងច័ន្ទអីកណ្ដាលវាលស្រែយ៉ាងនេះលុះដើរទៅដល់ទើបដឹងថាជាស្រីព្រោះសក់វែងស្មើចង្កេះនាងអង្គុយអោបខ្នងជើងដូចជារូបកន្លះនេះស៊ីមចោលកន្ទុយបារីក្បែរផ្លូវរទេះយកកែងជើងជន់ពន្លិចកំទេចភ្លើងហើយបញ្ចេញសំឡេងក្រហមមុននឹងសួរថាតែបងអូនស្រីមកវិធ្វើអីនៅទីនេះនាងម្នាក់នោះបែបមកឆ្លើយដោយសំឡេងវែងថាមកចាំជួបបងនឹងឯងឆ្លើយភៀមក៏ក្រោកពីនឹងកក់ឈើមកឈរនៅផ្លូវរទេះស្ទាក់មុខនេះស៊ីមនិងស្រីចម្លែកនោះឈរទល់មុខគ្នាជំហៀងមួយហាត់ប៉ុណ្ណោះនេះកំឡោះហាក់ដូចជាអុយវិញ្ញាណបន្តិចនៅពេលដែលឃើញស្ត្រីស្រស់ដូចទេពកញ្ញាឈូកស្ទាក់មុខយ៉ាងប្រហើននៃកណ្ដាលព្រៃយ៉ាងដូចនេះនេះតាំងចិត្តជាថ្មីរួចសួរបន្ទាបថាតែអូនស្រីនាងប្រាប់ថានាងមករងចាំជួបខ្ញុំតើជួបធ្វើអ្វីនាងជានរណាមកពីណាខ្ញុំមិនដាស់ស្គាល់នាងទេក្រមុំយាមវិកាលបោះដៃមកចំពីមុខនាយស៊ីមហើយថាសុំបារីមួយដើមសិនមក
សឹមយានប្រាប់នាយសៀមគិតក្នុងចិត្តស្រីនេះជាស្អីមកពីណាដែរនាយមើលមុខនាងបណ្ដើដៃរៀងលូកយកកញ្ចប់បារីចេញពីហប៉ៅបណ្ដើរួចដកមួយដើមហុចទៅឲ្យនាងទទួលយកដាក់បៀមក្នុងមាត់រួចហើយបក់ដៃធ្វើជាសញ្ញាឲ្យនាងកំឡោះហុចបារីឲ្យនាងបឺតបារីចូលទៅក្នុងមាត់ចាំងវែងទើបបង្ហើយចេញមកផ្សែងដូចភ្លើងគប់នាយសៀមទូបន្តទៀតថានាងនៅក្រមុំអញ្ចឹងចេះជក់បារីដែរនាងសើចកាច់កមុននឹងឆ្លើយថាកាលពីមុនមិនចេះជក់ទេប៉ុន្តែដោយសារមានមនុស្សចេះតែយកមកសែនញឹកញាប់ទើបខ្ញុំក៏ចេះជក់ទៅនាយសៀមថយក្រោយមួយជំហានក៏ងាកនឹងសម្ដីមួយម៉ាត់ដែលថាមានមនុស្សយកមកផ្សែតទើបសួរនាងថានាងនិយាយថាមានគេយកមកសែនយ៉ាងម៉េចបើនាងជាស្អីហើយប្រាប់ខ្ញុំបានទេឬថានាងរកចាំខ្ញុំធ្វើអីនាងយាមសមាកាលចង្អុលទៅដើមជ្រៃធំកណ្ដាលវិស្រ័យហើយប្រាប់ថាខ្ញុំនៅទីនោះជាង200ឆ្នាំហើយណាមានរឿងអ្វីតែងតែមកបន់ស្រន់ឲ្យខ្ញុំជួយពេលខ្ញុំជួយសម្រាប់គេក៏យកសំណែនផ្សេងមកលាបំណត់ក្នុងនោះខ្ញុំចូលចិត្តបារីជាងគេបំផុតនិយាយបានប៉ុណ្ណោះនាងក៏បងបឺតមួយហឺតទៀតចំណែកនាយស៊ីមវិញក៏បានយល់ច្បាស់ថានាងជាខ្មោចកាន់ដើមជ្រៃមួយឯងខ្ញុំមករកចាំបងក៏ដើម្បីប្រាប់ថាថ្ងៃនេះបងកុំទៅរកដួងអីហេតុអីដួងជាស្រីស្អាតបុរសដែលលងស្នេហ៍ជាមួយនាងមានច្រើនអ្នកណាស់មិនមែនតែបងម្នាក់ទេក្នុងនោះក៏មានកូនប្រធានភូមិម្នាក់ដែរដែលនាងស្រឡាញ់ប៉ុន្តែនាងដួងមានបេះដូងតែមួយសម្រាប់តែបងប៉ុណ្ណោះយប់នេះអាឯងកូនប្រធានមេភូមិនាំដៃជើងរបស់វាទៅពួនស្ទាក់ចាំសម្រាប់បងត្រង់ច្រកផ្លូវចូលផ្ទះដួងប្រសិនបើបងទៅឯងនឹងកូនចៅរបស់វានឹងសម្លាប់បងយ៉ាងពិតប្រាកដខ្ញុំដឹងថាបងមិនខ្លាចប៉ុន្តែបងតែម្នាក់ឯងទោះជាបងពូកែយ៉ាងណាក៏មិនឈ្នះគ្នាច្រើនដែរខាងនោះជាអ្នកឈ្នះបងជឿខ្ញុំចុះកុំទៅអីព្រោះងំគ្រោះថ្នាក់ដល់បងនឹងដួងជាគូស្នេហ៍ត្រូវតែបានរៀបការជាមួយនឹងទីចាំពិតប្រាកដខ្ញុំឃើញបងជាមនុស្សល្អទើបខ្ញុំមកប្រាប់រាងកាយរបស់ស្រីយាមវិកាលបានបាត់ខ្លួនទៅវិញព្រមជាមួយនឹងឆ្កែលូនាយស៊ីមបែរមុខទៅរកដើមជ្រៃលើកដៃប្រណម្យពោលពីអរគុណមិនគួរឲ្យជឿក៏ត្រូវតែជឿក្រោយមកនាយស៊ីមក៏បានរៀបការជាមួយនឹងនាងដួងយ៉ាងពេញចិត្តពួកគេនឹងដល់គុណអ្នកថែរក្សាដើមពោព្រមទាំងបានចំណាយធនធានធ្វើជាកូនតូមមួយយ៉ាងសង្ហាស្រស់ស្អាតក្រមដើមពោជ្រៃធំនោះនឹងបានទិញរបស់របរមកសែនជាប្រចាំជាពិសេសគឺបារីហើយយើងក៏ជាប់តែប៉ុណ្្នឹង